ហន្តរាយទឹកចំនួនធ្ងន់ធ្ងរកម្រមាននៅក្នុងប្រវត្តិសាស្ត្របានរីករាលដាលដល់ខេត្តចំនួន10នៅទូទាំងភាគខាងត្បូងប្រទេសថៃជន់ពន្លិចផ្លូវស្ពាននិងភូមិឋានបណ្ដាលឲ្យមនុស្សជិត2លានអ្នករងគ្រោះយោងតាមកាសែតខៅសោតកងទ័ពជើងទឹកថៃនៅថ្ងៃទី24ខែវិច្ឆិកាឆ្នាំ2025សម្រាប់បញ្ជូននាវាផ្ទុកយន្តហោះចក្រ័យ Naruvet ទៅសង្គ្រោះបន្ទាន់ស្ថានភាពអាក្រក់បំផុតត្រូវបានរាយការណ៍នៅក្នុងខេត្តសារ៉ាត់ធានីក្រាប៊ីនគរធីធម្មរាជត្រាំងផាត់ថាឡុងសាធុនសង្ខ្លាបត្តនីយ៉ាឡានិងនរាធិវត្តមនុស្សរាប់លានអ្នកជាប់គាំងនៅលើផ្ទះក្នុងភូមិនានាពួកគេកំពុងរងចាំអាហារថ្នាំពេទ្យនិងការជំនះចេញតាមទូកនិងយន្តហោះដឹកជញ្ជូនភាគខាងជើងនិងកណ្ដាលប្រទេសថៃក៏កំពុងជន់លិចផងដែរដែលប៉ះពាល់ទៅដល់មនុស្សជិតកន្លះលានអ្នកក៏ប៉ុន្តែស្ថានភាពនៅទីនោះកំពុងធូរស្រាលបន្តិចម្ដងដោយឡែកនៅភាគខាងត្បូងមន្ត្រីមូលដ្ឋានឲ្យដឹងថាកម្ពស់ទឹកនៅតែបន្តកើនឡើងនាវាផ្ទុកយន្តហោះដែលជាធម្មតាត្រូវបានបំរុងទុកសម្រាប់ប្រតិបត្តិការយោធាត្រូវបានប្រើជាមជ្ឈមណ្ឌលជួយសង្គ្រោះចល័តនាវាដែលថៃទិញពីប្រទេសអេស្ប៉ាញនេះបានដឹកឧទ្ធម្ភាគចក្រអង្គភាពប្រតិបត្តិការពិសេសក្រុមគ្រូពេទ្យនិងសម្ភារៈសង្គ្រោះបន្ទាន់រាប់តោនទៅតំបន់ភាគខាងត្បូងខ្ញុំរស់សុធាពី News Today NTTV